ជនជាតិខ្មែរលើកដំបូងបំផុតបានជាប់ឆ្នោតខ្លាយជាតំណាងរាស្ត្រនៅរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិកក្រោយការបោះឆ្នោតនាពេលថ្មីៗកន្លងមកនេះលោកមុំរ៉ាឌីអាយុ45ឆ្នាំនៃបេក្ខភាពគណៈបកប្រជាធិបតេយ្យបានក្លាយជាខ្មែរសញ្ជាតិអាមេរិកលើកដំបូងគេបំផុតនៅក្នុងសហរដ្ឋអាមេរិកដែលបានទទួលការគាំទ្រដោយសម្លេងបោះឆ្នោតគាំទ្រ 61% នៃសញ្ញាឆ្នោតទាំងអស់ដែលលោកបានឈ្នះបេក្ខជនម្នាក់គឺលោក Fred Bahu នៃគណៈបកសាធារណរដ្ឋនៅពេលដែលបានបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីកាលពីថ្ងៃទី4វិច្ឆិកាកន្លងទៅនេះលោកមុំរ៉ាឌីគឺជាជនជាតិខ្មែរម្នាក់ដែលបានចាក់ចេញពីកម្ពុជាទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកតាំងពីលោកមានអាយុ12ឆ្នាំនោះមកក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមស៊ីវិលលោកមុំរ៉ាឌីបានជួបសម្ភាសជាមួយនឹងអប្សរានិតកន្លងមកនៅក្នុងក្រុង Lowell រដ្ឋ Massachusetts ដែលលោកបានសន្យានៅមុនការជាប់ជាតំណាងរាស្ត្រនោះថាលោកនឹងធ្វើកិច្ចការជួយប្រជាជនខ្មែរផងដែរពេលលោកបានជាប់ជាតំណាងរាស្ត្រអាមេរិកនោះនេះគឺជាសម្ដីសន្យារបស់លោកមុំរ៉ាឌីនៅមុនការបោះឆ្នោតនៅពេលដែលលោកបានជួបសម្ភាសជាមួយនឹងអប្សរានិតតើលោកនឹងធ្វើអ្វីខ្លះសម្រាប់ប្រជាជនខ្មែរនៅក្នុងក្រុង Lowell នេះអរគុណច្រើនកញ្ញាកាមេរ៉ាជាដំបូងខ្ញុំនឹងរៀបចំជាស្ថានមួយគឺ an office in the 18 Middlesex District គឺទីក្រុង Lowell នឹងឯងហើយទីក្រុង Lowell នឹងមានប្រជាជនខ្មែរយើងជិត 40,000 ជាងខ្ញុំបើក office នឹងទី1គឺឲ្យបងប្អូនយើងយុវវ័យយុវជនយើងទាំងអស់អាចមកជួបខ្ញុំផ្ទាល់មិនបាច់ចូលរហូតដល់ Boston ទេគឺឆ្ងាយមែនតើអញ្ចឹងទៅបងប្អូនមានការអ្វីចង់តាក់ទងខ្ញុំអាចតាក់ទងខ្ញុំផ្ទាល់បានកិច្ចការបម្រើដល់យុវវ័យយើងខ្ញុំជឿថាយុវវ័យយើងមានការខ្វះខាតច្រើនដូចជាមហាវិទ្យាល័យនៅក្នុងទីក្រុង Lowell ជាដើមខ្ញុំចង់ធ្វើមិនដេចឲ្យលោកឪពុកលោកម្ដាយយើងដែលមានកូនសិក្សាអាចបន្តបានឲ្យរៀនចប់រហូតដល់បណ្ឌិតដូចសាសដទៃទៀតមិនមែនតែខ្មែរយើងនឹងអន់ទេគ្រាន់តែខ្មែរយើងអត់មានការទំនាក់ទំនងនិយាយខ្លីគឺអត់មានអ្នកបើកទ្វារជូនខ្ញុំសូមជាបុគ្គលដែលបើកទ្វារជូនដល់បងប្អូនយើងតើតាមលោកផ្ទាល់លោកមើលឃើញមានការទុកចិត្តជឿជាក់លើលោកយ៉ាងណាខ្លះពីប្រជាជនខ្មែរក៏ដូចជាមន្ត្រីដែលគាត់ធ្វើការនៅក្រុង Lowell និងរដ្ឋ Massachusetts នេះខ្ញុំសូមអរគុណខ្ញុំជឿថាខ្ញុំជាបុគ្គលមួយជាស្ពានដោយសារខ្ញុំជាកូនខ្មែរហើយជាខ្មែរអាមេរិកាំងទៀតប៉ុន្តែបេះដូងនៅបងបេះដូងខ្មែរដែលនាងកញ្ញាបានឃើញខ្លះហើយណាតាំងពីលេងខ្លុយជាដើមលេងត្រយជាដើមអរិយវប្បធម៌ខ្មែរគឺខ្ញុំមានការសប្បាយចិត្តរីករាយណាស់ហើយខ្ញុំមានសំណាងដែរនៅឆ្នាំ90ពេលចប់ពី high school មកបានបួស3ខែនឹងគេបោះជូនបុណ្យកុសលដល់លោកឪពុកលោកម្ដាយខ្ញុំសប្បាយចិត្តមែនតើបានធ្វើកិច្ចការហ្នឹងមានច្រើនណាក្នុងពេលវេលាដូចថាការគិតនឹងវាគេថាចូលគ្នាច្រើនសប្បាយចិត្តពេកមកទៅដែលមានការភ័ព្វសំណាងយ៉ាងខ្លាំងដែលបាននៅក្នុងសហរដ្ឋអាមេរិកណាចា៎លោកមានការជឿជាក់ថាប្រជាជននឹងមានការគ្រប់គ្រងលោកទេបាទខ្ញុំសូមអរគុណដែរខ្ញុំមានជឿជាក់ចិត្តយ៉ាងខ្លាំងកន្លែងណាដែលខ្ញុំបានទៅជួបទីកន្លែងវត្តអារាមក្តីគឺជួបបងប្អូនយើងនៅគ្នាគេអឋានតាមផ្ទះបងប្អូនទាំងអស់មានតែនិយាយជាតិពិសេសលោកឪពុកលោកម្ដាយហ្នឹងឯងលើកដល់ឡើងលោកកូនហើយសប្បាយចិត្តរីករាយណាស់កូនបានជាប់ហើយខ្ញុំមានការកក់ក្ដៅយ៉ាងខ្លាំងកន្លែងណាដែលខ្ញុំចូលភោជនីយដ្ឋានក្តីទៅជាម្សិលមិញអញ្ចឹងអ្នកមីងរត់មកអ្នកមីងអដល់ហើយបានលឺសូរក្មួយជាប់សហគមន៍ខ្មែរនៅក្នុងក្រុង Lowell មានប្រជាជនខ្មែរប្រមាណ 40,000 នាក់រស់នៅកន្លងមកនេះគឺជាក្រុងទី1គឺជាក្រុងមួយដែលកន្លងមកមិនសូវមានមនុស្សរស់នៅច្រើនទេកាលពីអំឡុងប្រមាណ30ឆ្នាំមុនកន្លងមកនោះប៉ុន្តែក្រោយមកក៏មានប្រជាជនខ្មែរជាច្រើននាក់បានទៅរស់នៅទីនោះជាបន្តបន្ទាប់ទីក្រុង Lowell ក៏បានក្លាយទៅជាទីក្រុងមានភាពអ៊ូអររស់រវើកឡើងវិញដែលមានការធ្វើពាណិជ្ជកម្មរហូតដល់សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រែក្លាយតំបន់នោះទៅជាទីក្រុងខ្មែរ Town នោះថែមទៀត
បន្ទាប់ពីទទួលជោគជ័យក្នុងការបោះឆ្នោតលោកមុំរ៉ាឌីនឹងក្លាយជាតំណាងរាស្ត្រថ្មីដំបូងគេប្រចាំមណ្ឌលក្រុង Lowell ក្នុងរយៈពេល15ឆ្នាំចុងក្រោយនេះលោកមុំរ៉ាឌីមុនបានក្លាយជាតំណាងរាស្ត្រលោកបានបម្រើការអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការងារនានានៅក្នុងសហរដ្ឋអាមេរិកនេះដូចជានៅក្នុងប្រព័ន្ធតុលាការសាលាក្រុង Lowell និងលោកធ្លាប់បានធ្វើជាសមត្ថកិច្ចប៉ូលីសអាមេរិកថែមទៀតផងនោះដែរ